ហ្នឹងហើយ Hello ក៏ដូចជាសួស្តីអ្នកនរគ្នាជួបមួយខ្ញុំពីភពផុសខ្មៅហើយថ្ងៃហ្នឹងយើងនឹងបន្តរឿងរបស់យើងដែលមានចំណងជើងថាឆ្លងភពផ្លេចជាតួអង្គបន្តបន្សំតទៅពីភាគមុនជីឈើជាមួយសាវជាបាននាំគ្នាចេញពីប៉ាក់ហើយក៏មកដល់តំបន់ជីងអ៊ូក្រុងអ៊ីងសានមានមនុស្សជាច្រើនកុះករនៅពេលហ្នឹងយើងបានឃើញជីឈើជាមួយសាវជាជីឈើបាននិយាយទៅកាន់សាវជាថាមិននឹកស្មានថាក្រុងតូចនៅក្រោមភ្នំមានភាពអ៊ូអរបែបនេះសោះជីឈើក៏បន្តនិយាយទៅកាន់សាវជាថាសិស្សប្អូនតូចស្មានមិនដល់ថាឯងអាយុតិចសោះក៏អាចតាក់ទាញស្រីក្មេងៗឲ្យចូលចិត្តបានដែរសាវជាតបទៅកាន់ជីឈើវិញថាបងយល់ខុសហើយអ្នកដែលពួកគេមើលគឺជាបងទេជីឈើក៏សួរថាមើលបងពេលហ្នឹងក៏មានកន្សែងដៃមួយហោះមកជីឈើចាប់ជាប់កន្សែងដៃនោះគឺជារបស់នារីស្រស់ស្អាតម្នាក់ជីឈើហុចកន្សែងដៃនោះឲ្យនារីម្នាក់នោះវិញព្រមទាំងនិយាយថាអ្នកនាងជ្រុះរបស់ហើយនារីម្នាក់នោះក៏និយាយអរគុណអ្នកប្រុសទាំងអ៊ំអៀនហើយក៏រត់ទៅបាត់ជីឈើក៏និយាយម្នាក់ឯងថាពិតជាមើលខ្ញុំមែនតើមិននឹកស្មានថាខ្ញុំមានមន្តស្នេហ៍ខ្លាំងដែរតើណោះថងក៏និយាយទៅកាន់ជីឈើថាចុយអត់ចេះខ្មាស់គេទេនៅមិនប្រឹងរត់តាមសិស្សប្អូនតូចទេគេដើរទៅដល់ណាណីហើយជីឈើបន្ថែមល្បឿនដើម្បីមកគិសាវជាព្រមទាំងសួរថាមែនហើយសិស្សប្អូនតូចពួកយើងប្រុងទៅណាហ្នឹងសាវជាតបវិញថាទៅសំណាក់លីក្នុងរាជធានីជីឈើក៏សួរទៅកាន់សាវជាថាដំណាក់លីឯងនៅតែលើភ្នំសោះមិនបានដឹងថាទីនេះមានដំណាក់លីស្អីនោះសាវជាក៏ឆ្លើយតបទៅកាន់ជីឈើវិញថាត្រូវចុះភ្នំចឹងយ៉ាងណាក៏ត្រូវយល់ដឹងខ្លះជាការត្រៀមទុកមុនដែរជីឈើក៏សួរបន្តថាអញ្ចឹងពួកយើងទៅធ្វើស្អីនៅដំណាក់លីនោះសាវជាតបវិញថាចាប់បិសាចច្រកចូលដំណាក់ត្រកូលលីពេលមកដល់ច្រកចូលសំណាក់ត្រកូលលីសាវជានិយាយទៅកាន់ជីឈើថាបន្តិចទៀតបងត្រូវតាមខ្ញុំឲ្យជាប់ហើយធ្វើតាមការណែនាំរបស់ខ្ញុំយល់នៅជីឈើក៏ឆ្លើយទៅកាន់សាវជាវិញថាយល់ហើយពួកគេក៏លោតមកលើជញ្ជាំងដើម្បីមើលស្ថានភាពជីឈើក៏សួរទៅកាន់សាវជាថានៅទីនេះជាផ្នែកខាងក្នុងនៃដំណាក់ដែលសមាជិកគ្រួសារស្នាក់នៅសិស្សប្អូនតូចឯងមិនមែនមានគូស្នេហ៍ដែលនៅទីនេះណាឯងសាវជាក៏និយាយទៅកាន់ជីឈើថាកុំមាត់ជីឈើក៏យកដៃខ្ទប់មាត់ហើយពួកគេក៏នាំគ្នាលោតចុះមកក្នុងសំណាក់លីជីឈើក៏សួរទៅកាន់សាវជាថាទីនេះមិនក៏មានយ័ន្តច្រើនយ៉ាងនេះបីសាច់ដែលឯងនិយាយលាក់ខ្លួននៅទីនេះឬសាវជាក៏យកដៃកាត់ផ្ដាច់ច្រវាក់ព្រមទាំងនិយាយទៅកាន់ជីឈើថាតាមខ្ញុំជីឈើក៏តបថាបានពេលចូលមកដល់ក្នុងមានសភាពគួរឲ្យខ្លាចជីឈើបាននិយាយទៅកាន់សាវជាថាសិស្សប្អូនតូចទីនេះមើលទៅគួរឲ្យខ្លាចណាស់តិចនៅសុកបិសាចដែលឯងនិយាយលេចមុខចេញមកទៅដោយមិនបានសង្កេតមើលបិសាចដែលនៅលើធ្នើសាវជាសង្កេតឃើញបិសាចក៏ស្ទុះមកការពារជីឈើព្រមទាំងនិយាយថាប្រយ័ត្នបិសាចមួយនោះក៏ចង់ធ្វើការវាយប្រហារមកកាន់ជីឈើជាមួយសាវជាក៏ប្រើខ្សែវេទមន្តដើម្បីចងបិសាចនោះជីឈើពេលឃើញបិសាចក៏ភ្ញាក់ព្រមទាំងនិយាយថានេះគឺជាខ្មោចឆៅឬបិសាចនោះបន្ទាប់ពីត្រូវសាវជាចងក៏មិនអាចធ្វើអ្វីបានជីឈើក៏និយាយថាក្នុងដំណាក់គ្រួសារលីមិនក៏អាចមានរបស់បែបនេះទៅកើតហ្នឹងហើយអ្នកនរគ្នារឿងយើងបានមកដល់ទីបញ្ចប់ហើយខ្ញុំសូមទោសចំពោះសលេងមែនតើដោយសារតែខ្ញុំឈឺកនិយាយទៅមួយថ្ងៃហ្នឹងគឺឈឺកឈឺខ្លាំងមែនតើហ្មងសូម្បីតែលេបទឹកមាត់ក៏ឈឺដែរហើយខ្ញុំសូមទោសចំពោះបងមែនតើដែលគាត់និយាយថាចេញរឿងឲ្យបានច្រើនមកខ្ញុំមិនចង់ចេញរឿងឲ្យបានច្រើនទេក៏ប៉ុន្តែខ្ញុំឈឺកហើយម្យ៉ាងអ្នកផ្ទះខ្ញុំគឺអត់សូវចង់ឲ្យខ្ញុំធ្វើអាខាងចឹងទេហើយខ្ញុំបើសិនមានពេលច្រើនខ្ញុំនឹងធ្វើឲ្យអ្នកអរគ្នា